ជាបន្តនេះខ្ញុំសូមអញ្ជើញបេក្ខជនទី3នៃក្រុមស្របឡើងធ្វើការបកស្រាយតេឡេកទី3សូមអញ្ជើញបងអូនសូមចាប់ផ្ដើមជាកិច្ចបន្ទាប់នាងខ្ញុំសូមគ្រប់ទៅដល់វត្តមានរបស់ប្រធានគណៈអធិបតីគណៈកម្មការនិងអង្គវេទិកាទាំងមូលជាទីគោរពជំរាបសួរនាងខ្ញុំតែកិច្ចហងសូមឡើងមកបកស្រាយនៅតែលហីកទី3នេះស្ដីអំពីការលើកទឹកចិត្តជាក្តីសង្ឃឹមឆ្ពោះទៅរកភាពជោគជ័យអង្គវេទិកាទាំងមូលជាទីគោរពកង្វះការលើកទឹកចិត្តនេះគឺជាលំពេងដ៏មុតស្រួចចាក់ទម្លូក្រអៅបេះដូងសិស្សានុសិស្សដែលធ្វើឲ្យមានអត្រាបោះបង់ចោលការសិក្សានៅត្រង់កម្រិតអនុវិទ្យាល័យនិងវិទ្យាល័យក៏ប៉ុន្តែបញ្ហាគ្រប់យ៉ាងតែតែមានដំណោះស្រាយដូចគ្នានេះផងដែរក្នុងវិស័យអប់រំអត្រាបោះបង់ចោលការសិក្សារបស់សិស្សានុសិស្សនឹងត្រូវបានកាត់បន្ថយតាមរយៈការលើកទឹកចិត្តពីគ្រួសារនិងសហគមន៍ដោយចាស់ស្ដែងបោះយល់តាមក្រសួងព័ត៌មានដែលបានចេញផ្សាយនៅថ្ងៃ24ខែឧសភាឆ្នាំ2025ដោយឯកឧត្តមដេនភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មានបានបង្ហាញថាឪពុកម្ដាយនិងអ្នកអាណាព្យាបាលត្រូវតែជំរុញនិងលើកទឹកចិត្តឲ្យកូនខិតខំប្រឹងប្រែងរៀនសូត្របើទោះបីជាមានការលំបាកយ៉ាងណាក៏ដោយក៏កុំឲ្យកូនឈប់រៀនស៊ូឲ្យកូនរៀនមានចំណេះដឹងនេះបានបង្ហាញថាការលើកទឹកចិត្តពិតជាសំខាន់គ្រប់ស្ថានភាពទាំងអស់ក្នុងការជំរុញការសិក្សារបស់សិស្សលើសពីនេះទៅទៀតបើយល់តាមស្តង់ដារសាលាមធ្យមសិក្សាគំរូនៅស្តង់ដារទី3បានបង្ហាញពីការចូលរួមរបស់សហគមន៍ជាពិសេសគឺការចូលរួមគ្រប់គ្រងពីមេដាបេដាអ្នកអាណាព្យាបាលក្នុងការកែលម្អទៅលើសាលានេះទៀតផងលើសពីនេះទៅទៀតបើយល់តាមផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ2024និងឆ្នាំ2028ដោយនៅអត្ថបទទី4នេះបានបង្ហាញពីការចូលរួមលើកទឹកចិត្តរបស់មេដាបេដាអ្នកអាណាព្យាបាលនិងសហគមន៍ដោយចំណុចនេះបានបង្ហាញពីទំនាក់ទំនងរវាងគ្រួសារនិងសហគមន៍ក្នុងការជំរុញដល់ការសិក្សារបស់សិស្សនិងធ្វើឲ្យសិស្សមានចិត្តរៀនសូត្រលើសពីនេះទៅទៀតបើយល់តាមគេហទំព័រក្រសួងព័ត៌មានដែលបានចេញផ្សាយនៅថ្ងៃទី31ខែមករាឆ្នាំ2026ដែលបានបង្ហាញពីវិធានការគន្លឹះក្នុងវិស័យអប់រំចំនួន4របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីនៃប្រជាជាតិអាណាចក្រកម្ពុជាដោយចំណុចទី4នេះបានបង្ហាញពីការជំរុញនិងការលើកទឹកចិត្តរបស់មេដាបេដាអ្នកអាណាព្យាបាលនិងសហគមន៍នៅក្នុងឲ្យស្របទៅនឹងពាក្យស្លោកមួយដែលបានលើកឡើងថាភាពជាដៃគូរដ្ឋនិងសហគមន៍ដើម្បីការអប់រំនេះបានបង្ហាញពីភាពសំខាន់មួយនៃការលើកទឹកចិត្តដែលមានអត្ថប្រយោជន៍ខ្លាំងក្នុងវិស័យអប់រំចំណែកឯនៅថ្ងៃទី6ខែតុលាឆ្នាំ2025នៅលើគេហទំព័រក្រសួងព័ត៌មានបានបង្ហាញពីសមិទ្ធផលដ៏អស្ចារ្យពីការយកចិត្តទុកដាក់និងការលើកទឹកចិត្តរបស់គ្រួសារនិងសហគមន៍ដែលធ្វើឲ្យសិស្សទទួលបានលទ្ធផលល្អក្នុងការសិក្សាគ្រាន់តែលទ្ធផលមួយនេះគឺបានបង្ហាញពីភាពសំខាន់នៃការលើកទឹកចិត្តដែលមានអត្ថប្រយោជន៍ខ្លាំងក្នុងវិស័យអប់រំចឹងសរុបសេចក្តីជ្រុំមកវិញការចូលរួមលើកទឹកចិត្តពីគ្រួសារនិងសហគមន៍គឺពិតជាមានសារៈសំខាន់ណាស់ក៏ប៉ុន្តែបើកង្វះការលើកទឹកចិត្តវិញនោះវាគឺជាកាំបិតពិឃាតចិត្តសិក្សាហើយជាចុងបញ្ចប់នាងខ្ញុំក៏សូមស្នើពរឲ្យគ្រួសារនិងសហគមន៍សូមមេត្តាបន្តលើកទឹកចិត្តឲ្យសិស្សានុសិស្សខិតខំប្រឹងប្រែងរៀនសូត្រឲ្យទទួលបានលទ្ធផលល្អជៀសវាងការមិនយកចិត្តទុកដាក់សូមគោរពអរគុណនិងសូមអរគុណចាសសូមអរគុណបងអូនទី3នៃក្រុមស្របសម្រាប់ការបកស្រាយតេឡេកទី3ជាបន្តនេះខ្ញុំសូមអញ្ជើញបងអូនទី3នៃក្រុមបដិសេធឡើងធ្វើការបកស្រាយតេឡេកទី3សូមអញ្ជើញបងអូនសូមចាប់ផ្ដើមពាក្យខ្មែរមួយឃ្លាបានលើកឡើងថាអត្តហេអត្តណោនាថោខ្លួនជាទីពឹងនឹងខ្លួនណាមិត្តក្រុមស្របជាកិច្ចចាប់ដើមនាងខ្ញុំសូមសម្ដែងការគោរពជូនទៅដល់គណៈអធិបតីគណៈគ្រប់គ្រងគណៈកម្មការលោកគ្រូអ្នកគ្រូសិស្សានុសិស្សក៏ដូចជាមិត្តក្រុមស្របជាទីស្នេហ៍រាប់អានជំរាបសួរអ្នកខ្ញុំមានឈ្មោះថាលីមសកលវិទ្យាសាស្ត្រជាសិស្សទី6ក2នៃសាលា Belty អន្តរជាតិសាខាទី6អូរិស័យនិងត្រូវជាបេក្ខជនទី3មកពីក្រុមបដិសេធសូមឡើងមកបដិសេធទៅលើប្រធានបទខាងលើនិងចូលក្នុងបកស្រាយនៅតេឡេកទី3ដែលបានលើកឡើងថាកត្តាសុខភាពនិងសិស្សខ្លួនឯងគឺជាមីគេដ៏សំខាន់ដែលធ្វើឲ្យលទ្ធភាពការបោះបង់ការសិក្សានៅក្នុងកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យខ្ពស់ជាការពិតណាស់អង្គវេទិកាទាំងមូលជាទីគោរពមិត្តក្រុមស្របជាទីស្រឡាញ់តាមមកដឹងតែថាអត្រានៃការបោះបង់ការសិក្សារបស់សិស្សសានុសិស្សនៅកម្រិតអនុវិទ្យាល័យនិងវិទ្យាល័យមានកម្រិតខ្ពស់យ៉ាងណានេះបើយកទៅតាមក្រសួងអប់រំបានឲ្យដឹងកាលពីឆ្នាំ2017ដល់ឆ្នាំ2018អំពីចំនួនសិស្សសានុសិស្សដែលបោះបង់ការសិក្សាដែលមានចំនួន 19.7% នៅក្នុងមធ្យមសិក្សាទុតិយភូមិដែលមានសិស្សស្រីចំនួន 17% និងសិស្សសានុសិស្សបោះបង់ការសិក្សាចំនួន 16.6%
100%ដែលមាននៅក្នុងមជ្ឈមសិក្សាបាទធម្មភូមិដែលមានសិស្សស្រីចំនួន11.2%ហើយនេះបើយកទៅតាមអង្គការ UNICEF និងក្រសួងអប់រំបានឲ្យដឹងអំពីអត្រានៃការបោះបង់ការសិក្សារបស់សិស្សនិស្សិតនៅកម្រិតអនុវិទ្យាល័យនិងអនុវិទ្យាល័យគឺនៅតែមានបន្តរហូតដល់ទៅជិត20%គិតត្រឹមឆ្នាំ2024ការបោះបង់ការសិក្សាគឺមិនមែនកើតចេញពីកង្វះការលើកទឹកចិត្តពីគ្រួសារនិងសហគមន៍ឡើយគឺកើតចេញពីកត្តាសិស្សខ្លួនឯងកត្តាសុខភាពរបស់សិស្សការគិតមិនបានវែងឆ្ងាយរបស់សិស្សខ្លួនឯងនិងបណ្ដាលមកពីកត្តាសាលារៀនដូចជាការដាក់សម្ពាធពីសំណាក់លោកគ្រូអ្នកគ្រូជាដើមប៉ុន្តែជំហានដែលសំខាន់ជាងគេនោះគឺកត្តាសិស្សខ្លួនឯងទាក់ទងនឹងបញ្ហាសុខភាពប្រសិនបើសុខភាពមិនអំណោយផលផងទៅរៀនមកមួយថ្ងៃត្រូវឈប់សម្រាកអស់ជាច្រើនសប្តាហ៍ពេលចូលរៀនវិញរៀនមិនទាន់គេគិតថាខ្លួនឯងអន់ប្រឡងក៏ធ្លាក់រៀនក៏មិនចេះអាយុក៏ច្រើនតែត្រូវរៀនជាមួយសិស្សប្អូនខ្មាស់គេផងតែមានអារម្មណ៍ណាទៅបន្តការសិក្សាទៀតទៅអង្គវេទិកាទាំងមូលហើយនេះបើយកទៅតាមសៀវភៅសិក្សាសង្គមថ្នាក់ទី7ទំព័រទី191បានលើកឡើងអំពីសុខភាពគឺជាទ្រព្យសម្បត្តិដ៏ប្រសើរដ៏សំខាន់នៅក្នុងការរស់នៅរបស់មនុស្សនៅក្នុងសង្គមបាទកត្តាខ្លួនឯងមកខិតខំប្រឹងប្រែងផងប្រឹងឲ្យគ្រួសារមកប្រឹងចំនួនមែនទែនមកក្រុមស្របជាទឹកតាំងសម្ដេចអគ្គមហាសេនាបតីដេជោហ៊ុនសែនដែលទៅជាប្រធានប្រសិទ្ធភាពនៃពេលបច្ចុប្បន្នដែលសម្ដេចបានខិតខំប្រឹងប្រែងតស៊ូព្យាយាមរៀនសូត្រពីទីជនបទនិងមកបន្តការសិក្សានៅទីក្រុងភ្នំពេញដោយស្នាក់នៅទីវត្តអារាមជាមួយព្រះសង្ឃនិងបានកែប្រែវាសនារបស់សម្ដេចពីកូនកសិករមកខ្លាចទៅជាមេដឹកនាំដ៏ខ្លាំងពូកែមួយរូបនៅក្នុងប្រជាជាតិកម្ពុជានិងនៅលើពិភពលោកហើយរូបនេះខ្ញុំក៏សូមសំណូមពរទៅដល់សិស្សនិស្សិតឲ្យខិតខំប្រឹងប្រែងរៀនសូត្រដើម្បីអភិវឌ្ឍខ្លួនឲ្យប្រសើរឡើងជាចុងក្រោយក្រុមបដិសេធនេះខ្ញុំនៅតែប្រកាន់គោលចំហបដិសេធក្នុងគោលបំណងបំពេញបន្ថែមទៅលើប្រធានបទមួយនេះដែរសូមគោរពអរគុណនិងសូមអរគុណ